បងប្អូនណាខ្លះដែលធ្លាប់ជួយកញ្ញាពេជ្រចរណៃនៅពេលនេះកញ្ញាពេជ្រចរណៃបានរំលឹកនៃសេចក្តីដឹងគុណទៅកាន់បងប្អូនអូនពូមិញដែលបានជួយនាងរយៈពេល2ដងដែលនាងបានជួបបញ្ហានៅក្នុងជីវិតបញ្ហាគឺធំខ្លាំងមែនទែនទី1បញ្ហាវះកាត់បេះដូងចំហគឺត្រូវបានបងប្អូនអូនពូមិញជួយហើយការពីអំឡុងការពីមួយឆ្នាំឬមួយឆ្នាំជាងមុនគឺហាងរបស់នាងត្រូវបានឆាបឆេះខ្ទេចគ្មានសល់ក៏ត្រូវបានបងប្អូនជួយដែរអញ្ចឹងកញ្ញាពេជ្រចរណៃបានរំលឹកមុខសារព័ត៌មាននៃសេចក្តីដឹងគុណចំពោះបងប្អូនអ៊ំពូមិញដែលធ្លាប់ជួយនាងគឺនឹកឃើញទៅដល់គុណបុណ្យអ៊ំពូមិញបងប្អូនទាំងអស់គ្នាទាំងបងសារព័ត៌មានក៏ដូចជាប្រខៃពិសិដ្ឋដែលគាត់បានជួយផ្ដល់ជាមូលនិធិក្នុងការជួយក្នុងការវះកាត់ពីព្រោះពេលហ្នឹងគឺវះកាត់អស់ខ្ទង់ជាង$40,000ចា៎អូច្រើនមែនតើចាហើយខ្ញុំស្ទើរតែលុយ$1,000បានទាំងស្គាល់ផងហ្នឹងមានលទ្ធភាពណាដែលអាចវះកាត់ដល់ទៅជាង$40,000បានក្រោយមកទៀតជិត1ឆ្នាំមុនអូនបានជួបគ្រោះមួយទៀតគឺភ្លើងបានឆេះហាងឆេះសាលាគុណឆេះសាលាគុណបាទចាកាលពីភ្លើងឆេះហ្នឹងតើមូលហេតុអីដែរហ្នឹងភ្លើងឆេះហ្នឹងគឺផ្ទុះពីអំពូលភ្លើងប្រកបណាចាអញ្ចឹងហើយគឺយើងអត់អាចសង្គ្រោះបានគឺឆេះអស់លេងជាពិសេសតែអ្វីបានម្ចាស់ផ្ទះទៀតចាធ្ងន់ហ្នឹងគឺខូចអ្វីបានបងចាស់ផ្ទះហ្មងពីដំបូងឡើយគឺអានឹងយើងត្រូវតែទទួលខុសត្រូវទៅលើការសងការអីអញ្ចឹងណាប៉ុន្តែក្រោយមកម្ចាស់ផ្ទះគាត់ក៏អធិស្ឋានគាត់អាណិតគាត់ឃើញពី background យើងព្រោះនិយាយស្មោះត្រង់បើសិនជាគាត់ទាឲ្យសងក៏មិនដឹងថាត្រូវយកពីណាទៅសងគាត់ដែរពីព្រោះខ្ទង់ការចំណាយគាត់ដល់ទៅខ្ទង់$50,000 $60,000អូច្រើនមែនតើច្រើនការចេះដឹងគុណគឺជាការល្អប្រសើរខ្លាំងមែនទែនតែម្ដងបងប្អូនប្រកាសជាស្គាល់ហើយកញ្ញាពេជ្រចរណៃគឺជានារីម្នាក់ដែលចេះក្បាច់គុណបិទកតោនិងជានារីដែលរួមចំណែកថែរក្សាវប្បធម៌ច្រើនខ្លាំងមែនទែនតែម្ដងបន្ទាប់ពីនាងជួបគ្រោះនៅ2ដងធ្ងន់ធ្ងរនៅក្នុងជីវិតរបស់នាងទី1គឺជំងឺវះកាត់បេះដូងចំហនិងត្រូវបានអគ្គិភ័យឆាបឆេះហាងរបស់នាងនៅពេលនេះកញ្ញាពេជ្រចរណៃបានក្លាយទៅជា BA នៅក្នុងក្រុមហ៊ុនមួយគឺជាក្រុមហ៊ុន TGN ឥឡូវមកដល់ថ្ងៃនេះពេលនេះឃើញអូនមកចូលរួមសហការធ្វើជា BA នៅក្រុមហ៊ុន TGN តើហេតុអ្វីបានជាបងមកចូលរួមធ្វើជាមួយនឹងក្រុមហ៊ុន TGN បងបានធ្លាប់ប្រើផលិតផល TGN ឬបងអរគុណបងជាសំណួរចាក់ដោតនឹងចង់ឆ្លើយខ្លាំងមែនតើចាបងកាប់ទៅចាប់ដើមស្គាល់ TGN brand នេះដោយសារតែបងអូនគឺជាមនុស្សដែលជួយកិច្ចការងារសង្គមជាតិការងារវប្បធម៌ច្រើនអញ្ចឹងចាប់ដើមស្គាល់គាត់គឺជាក្រុមហ៊ុនមួយដែលគាត់ជួយទៅដល់ការងារមនុស្សជាតិសង្គមជាតិអ្នកដែលខ្វះខាតអ្នកដែលទីទាល់ក្រីក្រគឺឃើញគាត់ចេញជួយច្រើនខ្លាំងមែនតើហ្មងហើយការជួយរបស់គាត់គឺចេញពីបេះដូងពីព្រោះយើងជាអ្នកធ្វើការងារហ្នឹងយើងដឹងថាកិច្ចការងារនេះមិនស្រួលទេគឺត្រូវមានបេះដូងមានមនោចេតនាការអាណិតស្រឡាញ់ចាអញ្ចឹងឃើញគាត់ដើរលោកលុយទៅដល់ណាក៏គាត់ទៅដែរខ្ញុំចាប់អារម្មណ៍ថាក្រុមហ៊ុន TGN brand ហ្នឹងគេសមាតោសំនិយាយត្រង់គេបើករស់ស៊ីឬក៏គេកន្លែងជាការងារមនុស្សធម៌ជាអង្គការពីព្រោះឃើញគាត់ដើរជួយខ្លាំងមែនតើហ្មងចាហ្នឹងជាចំណុចមួយតាក់ទាញទឹកចិត្តខ្ញុំទី2វិញគឺអ្នកផ្ទះខ្ញុំសើតែទាំងស្រុងហើយស្ទើរតែទាំងអស់គ្នាហ្មងប្រើជាមួយនឹង brand TGN brand ដោយសារចេះតាក់ទងជាមួយនឹងបងប្រុសខ្ញុំហើយនឹងបងប្អូនគាត់បញ្ហាស្បែកមុខស្ងួតអញ្ចឹងគាត់ដើររកផលិតផលណាដែលជួយសម្រួលដល់ស្បែកមុខគាត់ចាប់ដើមស្គាល់សេរ៉ូមចាខ្ញុំចាប់ដើមស្គាល់តាមគាត់វិញតែគាត់លាបសេរ៉ូមលាបអីមកគាត់និយាយថាអូល្អដល់ល្អខ្ញុំសួរបងខាងណា TGN brand ទៀតដូចនិស័យហ្មងអាបេះដូងយើងទៅចាប់អារម្មណ៍ថាខាងក្រុមហ៊ុនហ្នឹងល្អមែនដែលគាត់ធ្វើកិច្ចការងារមនុស្សធម៌ដល់ពេលត្រូវជាមួយនឹងផលិតផលហ្នឹងខ្ញុំចាប់ដើមចង់ដឹងខ្ញុំយកសាកមើលទៅឃើញបានលទ្ធផលល្អមែនចាអញ្ចឹងនេះជាចំណុចមួយដែលខ្ញុំគិតថាអាចថាជានិស័យហើយចាហើយកត្តាដែលធ្វើឲ្យខ្ញុំសម្រេចចិត្តធ្វើជា BA ទៀតនោះអត់មានអីដែលត្រូវគិតច្រើនទេទី1ហ្នឹងគឺសេចក្តីល្អដែលគាត់ជួយកិច្ចការងារសង្គមជាតិចាហើយផលិតផលរបស់គាត់គឺគុណភាពល្អទី2រាល់ចំណូលដែលបងប្អូនទាំងអស់គ្នាបានមកទិញផលិតផលនេះគឺខាងក្រុមហ៊ុន TGN brand យកទៅជួយកិច្ចការងារសង្គមជាតិការងារមនុស្សធម៌ដោយច្រើនបងប្អូនគួរតែប្រើសារ៉ូមយិនសិនក្រហមកតិចមាស 24K ដែលមានតួនាទីធ្វើឲ្យស្បែករបស់បងប្អូនភ្លឺថ្លាក្មេងជាងវ័យហើយជាពិសេសគឺជួយកម្ចាត់នៅស្នាមអាចរុយស្នាមមុនស្នាមចងនិងស្នាមគ្រប់ប្រភេទនៅលើស្បែកមុខរបស់បងប្អូនផងដែរបងប្អូនអាចប្រើក្នុងមួយថ្ងៃ2ដងរយៈពេលធម្មតាទេបងប្អូននឹងទទួលបានស្បែកភ្លឺថ្លាក្មេងជាងវ័យផងដែរសម្រាប់ខ្ញុំពីមុនមកខ្ញុំស្ងួតគ្មានសំណើមអញ្ចឹងពេលឥឡូវខ្ញុំប្រើទៅមកខ្ញុំមានសំណើមមកវិញហើយមកខ្ញុំស្អាតក៏ឥឡូវក៏ភ្លឺថ្លាមកវិញដែរហើយជាពិសេសមកខ្ញុំមានស្នាមមកបងនិយាយទៅបាត់អស់ហ្មងនិយាយទៅល្អប្រើហ្មងចាជាដំបូងក៏ខ្ញុំសូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាចំណាប់អារម្មណ៍ខ្ញុំតាក់ទងជាមួយនឹងអូនស្រីពេជ្រចរណៃគឺគាត់គឺជា idol របស់ខ្ញុំនិយាយទៅតាមដានរហូតដែរចានិយាយរំទៅខ្សែជីវិតរបស់គាត់គឺដូចគាត់លើកឡើងវិញអញ្ចឹងគឺជាក្មេងស្រីម្នាក់ដែលតស៊ូចាពុះពៀគ្រប់ឧបសគ្គខ្ញុំសរសើរគាត់ខ្លាំងមែនតើអីដែលសំខាន់មួយទៀតគឺគាត់ជានារីណាចាក៏ប៉ុន្តែគាត់
អាចធ្វើអីដូចខាងបរិសុទ្ធអាចធ្វើបានក៏គាត់អាចធ្វើបានជាពិសេសរក្សានៅគេហៅថាក្បាច់គុណបុកតោរបស់យើងណាចាបើសិនជាអ្នកខ្លះគាត់អត់ហ៊ានទេព្រោះខ្ញុំដឹងថាពិបាកមិនស្រួលទេបងកន្លែងហ្នឹងចាអញ្ចឹងទូខ្ញុំទៅសារគាត់ខ្លាំងមែនតើហើយពីការតស៊ូរបស់គាត់តាក់ទងជាមួយនឹងអីដែលគាត់ជួបប្រទះហើយបញ្ហាហើយគាត់នៅតែអាចឈរជើងបានចាគាត់អាចនៅតែអាចរឹងមាំចាអញ្ចឹងវាជាគំរូមួយដល់ស្ត្រីគ្រប់រូបឲ្យថាទោះបីជាមានបញ្ហាឧបសគ្គប៉ុណ្ណាក៏ដោយក៏យើងអាចរឹងមាំឈរជើងបានអញ្ចឹងណាបងចាម្យ៉ាងវិញទៀតផលិតផលគឺគាត់ប្រើស្រាប់ចាគាត់ប្រើឃើញប្រសិទ្ធភាពគាត់មានលើកឡើងមិនអញ្ចឹងចាបើសិនជាអត់មានប្រសិទ្ធភាពគាត់អត់ចូលមកធ្វើជា BA ប្រចាំខ្លួនក្នុងតែតែចាពួកឯងអ្នកណាមិនស្គាល់បច្ចុប្បន្នណៃតែគឺស្គាល់គាត់ច្រើនមែនតើចាអញ្ចឹងគាត់លក់មុខគាត់ទេខ្ញុំនិយាយអញ្ចឹងអរគុណម្ដងđâyលើម្ដងលំសួរវិញយល់យ៉ាងណាដែរជាដំបូងក៏ខ្ញុំសូមជម្រាបសួរទៅកាន់បងប្អូនទាំងគ្នានិយាយទៅចំណាប់អារម្មណ៍ខ្ញុំក៏អត់ខុសពីម្ដងបងដែរដោយសារយើងបានពិភាក្សាគ្នាហើយក៏សិតតែជា idol នៅក្នុងដួងចិត្តចាអរគុណខ្លាំងមែនតើគឺតែងតែតាមដានគាត់អញ្ចឹងណាហើយដោយម្ដងមកលើកឡើងអញ្ចឹងជាស្ត្រីម្នាក់ដែលតែងតែលើកស្ទួយអំពីវប្បធម៌របស់ខ្មែរយើងហើយក៏ជាគំរូមួយដ៏ល្អសម្រាប់បងប្អូនក៏ដូចជាយុវជនរបស់យើងដែលគួរតែយកគំរូតាមហើយក៏ដូចជាបទពិសោធន៍របស់គាត់នៃការតស៊ូរបស់គាត់ផ្សេងអញ្ចឹងណាមួយគាត់ក៏ជាអតិថិជនដែលប្រើប្រាស់ដែលស្គាល់អំពីផលិតផលរបស់យើងស្រាប់ផងទៅបានយើងបានសហការងារជាមួយគ្នាផងដែរបាទអរគុណលោកអគ្គនាយកមិញហ្នឹងខ្ញុំបានស្ដាប់បងស្រីចរណៃថាលោកអគ្គនាយកមានបេះដូងមនុស្សធម៌ពាក្យថាមនុស្សធម៌មិនធម្មតាគុណធម៌មនុស្សធម៌ហើយនឹងភាពស្មោះត្រង់ហើយបងស្រីលើកឡើងអញ្ចឹងលោកកែជួយបកស្រាយទីមកជំរុញថាទឹកចិត្តអាម៉េចបានទៅជាលោកអគ្គនាយកយកផលចំណេញទៅជួយជាបរិវត្តដូចជាភាគសឹកដូចជាកងទ័ពមូលហេតុអីអរគុណអញ្ចឹងជាសំសូមសួរបងប្អូនអ្នកគ្នាហើយអរគុណបងស្រីចរណៃដែលបានគាត់ពី branding បងវិជាវិញបងក៏មិនជាអ្នកចេញមុខអីច្រើនគឺគេថារឿងដើម្បីទៅអនឡាញណាហើយការសង្គមកន្លងមកក៏យើងធ្វើច្រើនតែការផ្សព្វផ្សាយខ្ញុំអត់ស្គាល់ទេថាខ្ញុំវិចិត្រនៅបានស្ងាត់ច្រើនជាងបាទហើយក្រោយមកក៏បានបងប្អូនយើងពីរនាក់គាត់ចេញមុខជំនួសទៅដើម្បីកុំឲ្យថាក្រុមហ៊ុនយើងអត់បានចូលរួមកិច្ចការនៃសង្គមហើយបើការងារសង្គមឬជួយទូរគតជននិយាយចប់ទៅនៅនេះយើងសល់អ្នកអត់ខ្ញុំកើត86អាយុ39ចំនួនអ្នក8ជាគេហៅថាចំនួនអ្នកទៅតែផុតពីរបបប៉ុលពតណាចឹងរបបចំនួនគឺអត់មានណាដែលធំធានទេសតែពីច្រើនសឹងតែ90%យុទ្ធសន្តិអត់យើងយល់ពីអារម្មណ៍ពីការលំបាកទៅការគេជួយទៅការគេដល់អាហារចុកអីផ្សេងដែរខ្ញុំសច្ចាមកខ្លួនឯងថាពេលដែលយើងនៅតែភាពយើងចូលរួមជួយសង្គមយើងតាមអ្វីដែលយើងអាចធ្វើទៅបាននិយាយរួមឲ្យថាជំនាញខ្ញុំជាមនុស្សជាតិនិយមធ្វើអីដែលប៉ះពាល់ដល់ប្រទេសជាតិធ្វើអីដែលប៉ះពាល់ដល់នរណាម្នាក់គឺយើងអត់ធ្វើទេខាតរស់ស៊ីលោកដូរផលិតផលដូចគ្នា8ឆ្នាំដែលយើងចូលជឿមករាល់ថ្ងៃនេះទោះបីជាពួកយើងមិនមែនជាបុគ្គលដែលល្បីល្បាញដូចគេមែនប៉ុន្តែផលិតផលយើងលក់ចេញទៅហូរហែទៅរហូតអត់ដែលថាលក់អត់បានទេគឺយើងលក់បានរហូតហើយក៏ការលក់បាននេះក៏យើងបានផលចំណេញមកយើងចិត្តសប្បាយใจក្នុងការចូលរួមនេះតិចនោះតិចទៅជនពិការខ្លះទៅជនគាត់ជនខ្លះទៅចាស់ទីនេះខ្លះទៅមីខ្លះទៅអ្នកស៊ីខ្លះទៅបាទជាពិសេសបងប្អូនខាងរយៈកងទ័ពយើងប៉ុន្តែខាងពួកខ្ញុំអត់សូវបានហ៊ានថោះទេដោយសារតែយើងបារម្ភពីខាងត្រូវលើយើងគឺចាប់ location បានតែបើរូបភាពពួកខ្ញុំមានច្រើនមែនតើមានច្រើនខ្ញុំបានផ្ញើបងចូលណៃមើលដើម្បីបង្ហាញពីស្មោះត្រង់របស់យើងអំពីការចូលរួមជួយទាំងអស់ហ្នឹងហើយម្យ៉ាងនេះបងប្អូនឲ្យស្គាល់ខ្ញុំច្រើនក្នុងវីដេអូមួយយ៉ាងទៅក្រោយគឺការជួយក្មេងពីការទាំងពីរនាក់ដែលគាត់phânខ្វងពីកំណើតមកដែលនិយាយថាគ្មានសង្ឃឹមថាអាចនឹងប្រសើរឡើងណាតែគាត់អាចនិយាយបានគាត់អាចរត់បានគាត់អាចដើរបានហើយក៏បងប្អូនមហាជនច្រើនបានសួរថាតើលោកគ្រូលោកជាបាននៅណានេះបាទអញ្ចឹងជានឹងឡើយនេះខ្ញុំចេះតែនឹកឃើញដល់អៃដងហ៊ុនកម្ពុជាបើអត់មានគាត់ណែនាំទេក៏យើងអត់បានស្គាល់លោកគ្រូលោកដែរតែសូម្បីខ្ញុំទទួលបានការព្យាបាលច្រើនខ្ញុំនាំទៅម៉ាក់ទៅប៉ាខ្ញុំទៅព្យាបាលក៏ខ្ញុំមានអារម្មណ៍សុខភាពដូចយើងឥឡូវភាសាអូភាសាច្រើនមែនទេបាទមិញហ្នឹងលោកអគ្គនាយកថាកើត86បាទកើត86ហើយខ្ញុំអញ្ចឹងខ្ញុំប្អូនលោកអគ្គនាយកទៀតតែប៉ុន្តែមុខមូលហើយបានមុខខ្ញុំចាស់ជាងមានគេធ្លាប់និយាយដូចខ្ញុំច្រើនថាជួបលោកអគ្គនាយកក្រៅក្មេងបាទវាទៅយើងធម្មតាទៅហើយបាទប្រកែកបាទតែយើងធម្មតាទៅហើយបាទឥឡូវជាចុងក្រោយយល់យ៉ាងណាចំពោះបងស្រីពីតនហើយនិយាយទៅខ្ញុំសប្បាយចិត្តដោយសារតែយើងទីមួយគាត់ជា idol យើងដែរដោយសារគាត់ជាមនុស្សជាតិនិយមនេះគ្នាគាត់ពីក្បាច់គុណជួយប្រទេសជាតិគាត់ចូលរួមជួយកងទ័ពប្រធានច្រើនតែការផ្សព្វផ្សាយក៏ផ្សព្វផ្សាយយ៉ាងយើងទៅហៅថាទូធ្លុងតែមួយបាទមនុស្សតែចូលចិត្តគិតពីអ្នកដទៃគិតពីប្រទេសជាតិគិតពីមនុស្សជាតិបាញ់បាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងផលិតផល TGN អរគុណជា Day Cream TGN ដែលលាបពេលថ្ងៃជាបានពេលថ្ងៃជាបាននៅស្នាមមុនតូចមុនធំមុនដំបូកអីហ្នឹងបាទហើយស្នាមចំស្នាមអាចដូចជាបានផងដែរបងប្អូនណាលាបពេលថ្ងៃគឺជាបានពេលថ្ងៃតែម្ដងបាទការពារកម្ដៅថ្ងៃបានរហូតដល់60បូកណាបងប្អូនណាបាទលាប Day Cream ដើម្បីកុំឲ្យស្បែកមុខចាស់ជាងវ័យហើយមួយទៀត Day Cream នេះអាចធ្វើជាម្សៅទំនប់បានផងដែរបាទសូមជម្រាបជូនដំណឹងទៅកាន់អតិថិជនក៏ដូចជាដំណឹងចាស់ៗរបស់ Day Cream TGN នេះគឺជាខ្លងចាស់មិនថាអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងផ្លាស់ប្ដូរទៅជាខ្លងថ្មីហើយបាទនេះគឺជាខ្លងថ្មីណាបងប្អូនណាដែលមាន scan logo ភ្លឺផ្លេកនៅខាងមុខហើយនឹងតែងពណ៌មាស
បាទ original TGN product បាទនេះគឺជាខ្លងថ្មីណាបងប្អូនណាការរៀបចំរចនាខ្លងថ្មីនេះឡើងគឺដើម្បីឲ្យមើលទៅ premium ឲ្យ low ជាងមុនឲ្យមើលទៅបងប្អូនចាប់អារម្មណ៍ហើយ ingredient គឺនៅតែល្អដដែលទេបងប្អូនណាហើយមួយវិញទៀតគឺយើងលែងផលិតនៅប្រទេសចៅហើយគឺយើងផលិតនៅប្រទេសចិនបាទអរគុណច្រើនហើយបើសិនជាបងប្អូនអរគ្នាលាបហើយមិនត្រូវអាចដូរសងលុយវិញបានណាបងប្អូនណាបាទនេះគឺខ្លងចាស់ហើយនិងខ្លងថ្មីបាទអានេះខ្លងថ្មីអានេះខ្លងចាស់ណាបងប្អូនណាយើងតិចទៀតយើងប្រើតែខ្លងថ្មីទេដំណើរចាស់ចាយក៏នៅសល់ខ្លងចាស់ក៏ដូចទៅហើយអញ្ចឹងនេះគឺផលិតផលក្រុមហ៊ុនតែមួយទេណាបងប្អូនណាអរគុណច្រើន